បរោះប្រាក់ខែ$500ស្រីៗមិនចង់បានធ្វើប្តីតើនេះជាការមើលងាយឬជាការពិតនៃជីវិតជាក់ស្ដែងបើមើលលើទិដ្ឋភាពថវិកាខាងស្រីបារម្ភមិនខុសនោះទេព្រោះប្រាក់ខែ$500សម័យនេះចាយលើថ្លៃហូបចុកថ្លៃផ្ទះថ្លៃទឹកភ្លើងនិងបំណុលធនាគារគឺស្ទើរតែចង្អៀតណែនទៅមិនរួចទៅហើយប៉ុន្តែជីវិតអាពាហ៍ពិពាហ៍មួយដែលមានក្តីសុខនិងរឹងមាំមិនមែនមើលតែលើលេខប្រាក់ខែមួយមុខនោះឡើយអ្វីដែលសំខាន់ជាងប្រាក់ខែ$500គឺចិត្តស្រឡាញ់ស្មោះត្រង់ចរិតរឹកពីល្អនិងភាពទទួលខុសត្រូវខ្ពស់ចំពោះគ្រួសារម្យ៉ាងវិញទៀតគ្រួសារមួយមិនមែនត្រូវប្តីផ្ដួលឬទម្លាក់បន្ទុកទាំងស្រុងទៅលើស្មារបស់មនុស្សប្រុសម្នាក់ឯងនោះទេបើស្នេហានោះចេញពីបេះដូងពិតប្រាកដមនុស្សស្រីក៏ជាដៃគូជីវិតដ៏សំខាន់ដែលចូលរួមចំណែករកចំណូលជួយរៀបចំកិច្ចការនិងជាកម្លាំងចិត្តរុញច្រានប្តីឲ្យប្រឹងប្រែងអភិវឌ្ឍខ្លួនពីប្រាក់ខែ$500ទៅបង្កើតផ្លែផ្កាកាន់តែធំធាត់នៅថ្ងៃអនាគតការកសាងគ្រួសារគឺការចាប់ដៃគ្នាតស៊ូពីចំណុចតូចមិនមែនចាំរងចាំផលស្រេចនោះទេបរិះមានការទទួលខុសត្រូវជួបស្ត្រីមានគំនិតរួមសហការនោះហើយជាគ្រឹះនៃសុភមង្គលពិតប្រាកដចុះសម្រាប់បងប្អូនវិញតើយល់ស្របទេថាសុភមង្គលកើតចេញពីការកសាងរួមគ្នាមិនមែនការរងចាំតែម្ខាង